អត់ទស្សនិកជនជាទីមេត្រីជាបន្តខ្ញុំបាទសូមជូននៅសមាជិកកីឡាករបោះអង្គុលក្រហមបច្ចុប្បន្នគេមានអាយុ22ឆ្នាំកម្ពស់ 1.65 ទម្ងន់57គីឡូក្រាមបបិសោតនៃការប្រកួតបានចំនួន96ដងឈ្នះ75ដងចាញ់16ដងស្មើ5ដងហើយក្នុងនោះក៏ធ្លាប់បដូរដៃគូឲ្យបបងការប្រកួតបានចំនួន43ដងគេវឹកហាត់នៅក្លឹបប្រដាល់ពេជ្រសុផាន់ក្រុងខ្មែរក្រោមការបង្ហាត់ដោយលោកគ្រូពេជ្រសុផាន់អរលោកលូសីអ្នកនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់អ្នកប្រយុទ្ធគុណខ្មែរមកពីដែនដីខេត្តពោធិ៍សាត់ពេជ្រសុខីរៀបអង្គគៀវគឺជាកោបសគេមានអាយុ20ឆ្នាំកម្ពស់1ម៉ែត្រ61ទម្ងន់57គីឡូក្រាមដូចគ្នាបាត់ពិសោធន៍នៅលើសង្វៀនចំនួន41ដងឈ្នះ29ដងចាញ់12ដងហើយក្នុងនោះផងដែរក៏ធ្លាប់ប្រដួយដល់គូបោកបង់ការប្រកួតចំនួន10ដងគេជាកីឡាករមកពីក្លឹបបណ្ដា Flipside ក្រោមការបង្ហាត់ដោយលោក Hengi Tawakuli Lady and gentlemen please welcome the blue corner from Iran Mehran Zadeh បាទសូមអញ្ជើញរីករាយទស្សនាការប្រកួតដូចតទៅត្រៀមប្រងព្រឹត្តប្រកួត Games ស្វាតគុនខ្មែរគូទី3គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាអ៊ីរ៉ង់ទឹកទី1 Round 1បាទសូមគោរពអញ្ជើញតាមដានទស្សនាការប្រកួតគូអន្តរជាតិទី3បង្គោលក្រហមពេជ្រសុខីបង្គោលខៀវ Maran from Iran ស្ដាំបាត់ដៃរៀងមិនបន្តិចដកថយទាត់មួយធាក់មួយរបស់ Maran ទាត់ក្រោមសុខីជាយាមវាយពោទឹកមួយវិញស្ដាំឆាម្ដាយបាទទាត់ឆ្វេងមួយបង្ហើរមុខប្រយោជន៍មួយទាត់បេះក្នុងសងវិញធាក់មកជើងបន្តដេញទាត់ខាងក្រោមមួយសិនទាត់ឆ្វេងសងសុខីបន្តដេញធាក់មួយជាយាមដកថយបន្តិចបោះពីដៃអត់បញ្ហាសងមកវិញប្រឆោតទាត់បេះខាងក្រោមតែមកយើងទៀតរបស់ Maran សុគីមបាទលក្ខណៈដេញបង្ហើសិន Maran ទាត់ដកថយបាទវត្តមកជើងស្ដាំដើម្បីគម្រាមមួយសិនសុគីមតែយកបោះមកដៃទៀតឆាបខាងលើទាត់មួយទៀតថយពេកបាទវាយមិនត្រូវទេបាទមួយដៃត្រូវឃុំវាយទាត់ឆ្វេងមួយរៀនកើឃុំតិចទាត់សងវិញរបស់ Maran មកជើងនេះអាយណែនេះវត្តកតុយសងវិញបាទតែវត្តមិនស្អាតទួលខូចចំហខ្លួនឯងទាត់ក្រោមរបស់សុគីមដេញតាមដៃហើយទាត់ក្រោមមួយទៀតអាយ៉ាអត់ស្រួលបាត់ហើយបាទប៉ាំងញើកលើពីរបីដៃសិនរបស់សុគីមបាទអត់ស្រួលទេអើយគាត់តែកិច្ចកញ្ចក់ជឺជើងដែរ1 បាទ 2 3មកជើងបាទត្រូវកលាក់ដដែល6លោកអញ្ញាកណ្ដាលនប់វ៉ាន់ថេនរាប់មួយសិនដើម្បីទុកឱកាសឲ្យអ្នកបដារងបានសម្រួលប្រកបបន្តមើលទៅផុតទឹកមួយអត់បាទវាយស្ដាំសងវិញរបស់ Maran ធាក់មកជើងទាត់ក្រោមមួយទៀតអូយបាទសុគីមដេញតាមទាត់មួយទៀតចាក់ជង្គង់បាត់កៃកាត់ទាត់មួយទៀតអូយកស1បាទចិត្តទល់ខាងក្រោមរបស់សុគីមMaran នេះ5អត់ល្អទេបាទ7រួចអត់ទេងក់ក្បាលប្រកបបន្តបាទលើកនឹងអត់ទុកទេលោកអញ្ញាកណ្ដាលបញ្ឈប់ហើយបាទពេជ្រសុគីមស៊ីផុយតែម្ដងបាទគាត់ចេញទេប៉ាមកជើងក្រោមរបស់អេរ៉ង់ហាក់បីដូចជាអត់សូវល្អបាទជ័យជំនះមួយប្រកួតនេះបាទតាមបញ្ញាទៅអ៊ុយចរិតគេលោកបានជួមសងទៅ បង្គោលក្រហមពេជ្រសុ
ខេមឈ្នះគណៈករបង្គោលខៀវដោយកណៈករបង្គោលខៀវលយ៉ាងណាបានឈប់ឲ្យប្រកួតនៅក្នុងទឹកទី1 បាទរបស់សាទរបេសកីមបាទដែលបដូររ៉ាំងឲ្យលោកដោយលោកអញ្ញាកណាបញ្ឈប់នៅទឹកទី1បាទសូមសម្រាប់មកផ្លែសិនត្រឡប់មកវិញយើងទស្សនាការប្រកួតគូទី4បាទបេសកីមធ្វើអីលោកគ្រូអញ្ញាកណានប់បានទេអត់សប្បាយចិត្តសោះបាទគាត់បានចាប់អីផង